យើងរៀបការអស់3ឆ្នាំហើយតែពួកយើងចេះតែឆ្លោះគ្នារហូតខ្ជិលទៅផ្ទះដែលសារតែមានអារម្មណ៍ថាខ្លួនឯងមិនមែនជាប្តីដ៏ល្អមែនទេហើយការបញ្ចេញអារម្មណ៍របស់យើងប្រាប់ប្រពន្ធមិនមែនមានន័យថាយើងទន់ខ្សោយទេការរួមដំណេកជាមួយគ្នាជាវិធីមួយដើម្បីបង្ហាញអារម្មណ៍របស់យើងកត់មែនមានផ្ទៃពោះហើយនាងមានផ្ទៃពោះ3ខែហើយកូនក្នុងផ្ទៃសុខភាពល្អទេពួកយើងនៅជាមួយគ្នាតែប្រហែលថ្ងៃមុនអូនបែរជាមានផ្ទៃពោះ3ខែទៅហើយមិននឹងអាចទៅរួចបិសាចដាស៊ីនចូលចិត្តលបងមនុស្សស្រីដែលរៀបការហើយដោយការខ្សឹបខ្សៀវនិងរំខានផ្សេងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់នាងគោលដៅរបស់វាគឺគ្រូពេទ្យមិនជឿខ្ញុំហើយឥឡូវលោកអាចារ្យមិនជឿខ្ញុំទៀតខ្ញុំនៅមានអារម្មណ៍ដឹងកូនដែលលូតលាស់ក្នុងពួកខ្ញុំនោះទេشعر ما خلق